សួស្តីបងប្អូនអរគ្នាយើងមកជួបគ្នាថ្មីម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំនឹងលើកយកអត្ថបទមួយដែលនិយាយអំពីយុទ្ធសាស្ត្រនៃការគ្រប់គ្រងធនធានមនុស្សខុសពីអូឌីយោមុនខ្ញុំសម្រាយពីកម្ពុជាមហាស្ថិក្នុងលោកនិងគន្លឹះសំខាន់ឬនីតិវិធីប្រតិបត្តិរបស់អ្នកមានឬអ្នកជោគជ័យបន្ទាប់ពីការអានសៀវភៅផ្សេងខ្ញុំបានជួបប្រទះនៅអត្ថបទបោះពុម្ពមួយនៅក្នុងទស្សនាវដ្តី Business Cambodia ដែលអត្ថបទនេះបកស្រាយពីយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Mongroti Group គឺពិតជាមានអត្ថន័យគ្រប់គ្រាន់និងអស្ចារ្យសម្រាប់យកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ដើម្បីយកជាបទពិសោធន៍និងជាចំណេះដឹងដើម្បីយកទៅអនុវត្តនៅក្នុងក្រុមហ៊ុនឬស្ថាប័នណាមួយនៅថ្ងៃខាងមុខជាបន្តទៅនេះយើងមកស្ដាប់ទាំងអស់គ្នាស្ដីពីយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Mongroti Group ដូចតទៅនេះជាចម្ងល់ថាតើក្រុមហ៊ុន Mongroti Group មានយុទ្ធសាស្ត្រអ្វីខ្លះក្នុងការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាការសំខាន់ណាស់ដែលអាជីវកម្មនីមួយៗចាំបាច់ត្រូវតែមានអ្នកគ្រប់គ្រងធនធានមនុស្សបម្រើការងារនៅក្នុងក្រុមហ៊ុនលោកបណ្ឌិតតាន់មនីវ៉ាន់អគ្គនាយករងក្រុមហ៊ុន Mongroti Group បានលើកឡើងថាការពិតបើយើងនិយាយអំពីធនធានមនុស្សគឺសំដៅលើមនុស្សចំណែកឯធនធានធម្មជាតិគឺផ្ដោតសំខាន់ទៅលើធម្មជាតិដែលធនធានទាំងពីរនោះសុទ្ធតែមានសារៈសំខាន់ដូចគ្នាហើយមិនមែនជារឿងងាយទេដែលយើងអាចគ្រប់គ្រងធនធានដែលយើងមានឲ្យរឹតតែចម្រើនលូតលាស់ទៅមុខបានយ៉ាងជោគជ័យនោះតើលោកអ្នកចង់ដឹងទេថាលោកបណ្ឌិតតាន់មនីវ៉ាន់បានគ្រប់គ្រងធនធានមនុស្សបែបណាខ្លះទើបអាចឲ្យក្រុមហ៊ុន Mongroti Group អាចរីកចម្រើនពីតូចទៅធំបានយ៉ាងលឿនដូចនេះយុទ្ធសាស្ត្រទី1រើសនិងរៀបចំក្រុមឲ្យត្រូវលោកបណ្ឌិតតាន់មនីវ៉ាន់អគ្គនាយករងក្រុមហ៊ុន Mongroti Group បានប្រាប់ឲ្យពាណិជ្ជកម្មកម្ពុជាបានដឹងថារឿងដែលត្រឹមត្រូវនិងសំខាន់បំផុតនោះគឺបើសិនជាយើងចង់ចាប់ផ្ដើមអាជីវកម្មមួយឲ្យទទួលបានជោគជ័យគឺយើងត្រូវគិតទៅលើធនធានមនុស្សជាមុនសិនព្រោះមិនមែនមានន័យថាឲ្យតែយើងមានលុយយើងប្រកាសជាអាចធ្វើចំនួនបានជោគជ័យនោះទេជាដំបូងយើងត្រូវគិតថាយើងចេះស្អីយើងខ្វះស្អីហើយតើយើងត្រូវរកអ្នកចេះពីណាហើយនេះការចាប់ផ្ដើមអាជីវកម្មប្រៀបដូចជាអ្នកលក់ចេកចៀនអញ្ចឹងដែរគាត់ថាគាត់ចេះចៀនចេកទៅបានជាគាត់លក់ចេកចៀនមិនមែនគាត់ចេះឡើងត្នោតគាត់មកលក់ចេកចៀននោះទេចំណែកក្រុមហ៊ុនក៏ដូចគ្នាដែរមានន័យថាគាត់ពូកែខាងរកធនធានមនុស្សហើយមួយទៀតគាត់ចេះជំនាញធនធានមនុស្សនឹងស្រាប់នឹងមិនចាំបាច់គាត់ចេះជំនាញនឹងក៏បានដែរតែឲ្យតែគាត់ពូកែគ្រប់គ្រងធនធានមនុស្សដែលមានដូច្នេះហើយដើម្បីឲ្យក្រុមហ៊ុនដើរទៅមុខបានជោគជ័យគឺយើងចាំបាច់ត្រូវតែរៀបចំក្រុមឲ្យបានត្រឹមត្រូវគ្រប់ជំនាញដែលយើងគិតថាយើងត្រូវធ្វើហើយបើសិនជាខ្វះផ្នែកណាមួយគឺយើងត្រូវតែបញ្ជូនពួកគេឲ្យទៅរៀនឬវឹកហាត់បន្ថែមទៀតដើម្បីឲ្យពួកគេអាចធ្វើការបានបណ្ដាហើយបន្ថែមពីនេះទៅទៀតយើងត្រូវតែបង្រៀនពួកគេឲ្យមានទំនាក់ទំនងនៅក្នុងសង្គមជាពិសេសបញ្ហាជំនាញឧទាហរណ៍ដូចជាបញ្ហាទីផ្សារបញ្ហាសំណង់ឬបញ្ហាបំពេញកិច្ចការជាក្រុមជាដើមព្រោះបើយើងបើកក្រុមហ៊ុនភ្លាមហើយយើងគិតថាឲ្យបុគ្គលិកមកធ្វើការភ្លាមគឺมันអាចទៅរួចទេដូច្នេះដើម្បីឲ្យក្រុមហ៊ុនយើងដំណើរការបានល្អគឺយើងចាំបាច់ត្រូវតែបញ្ជូនក្រុមការងាររបស់យើងដែលចេះស្រាប់ខ្លះហើយក្តីមិនទាន់ចេះក្តីតែក៏ត្រូវប្រកាសថាពួកគាត់អាចបណ្ដុះបណ្ដាលបានហើយបើមានអ្នកចេះស្រាប់ខ្លះអាចបណ្ដុះបណ្ដាលក្រុមបានគឺយើងត្រូវតែបណ្ដុះបណ្ដាលនិងដុសខាត់ពួកគេឲ្យបានមួយកម្រិតទៀតព្រោះអាជីវកម្មប្រៀបដូចជាមនុស្សមួយក្រុមជិះទូកអញ្ចឹងមុនពេលដែលទូកចេញដំណើរតើយើងចាំបាច់ត្រូវតែមានច្រវាមានក្តោងមានចង្កូតឲ្យចប់សពគ្រប់សិនទើបយើងចេញដំណើរទៅតែម្ដងបើយើងមានគ្រប់ហើយទោះជាមានផលប៉ះពាល់មានខ្យល់មានភ្លៀងក៏យើងនៅតែមានវិធីដោះស្រាយដែរដែលវាប្រសើរជាយើងចេញដំណើរទៅទាំងមិនដឹងថាច្រវានៅឯណាក្តោងនៅឯណាហើយចង្កូតនៅឯណាពេលជួបខ្យល់ភ្លៀងវាអាចធ្វើឲ្យយើងគ្រោះថ្នាក់និងលិចលង់បានគ្រប់ពេលយុទ្ធសាស្ត្រទី2បង្កើតគោលនយោបាយបុគ្គលិកលោកបណ្ឌិតមនីវ៉ាន់បានបន្តទៀតថាបើសិនជាយើងជាប្រភេទអាជីវកម្មធំឬអាជីវកម្មតូចត្រៀមនឹងរីកធំបើយើងអត់មានគោលនយោបាយបុគ្គលិកទេហើយពេលមានបុគ្គលិកណាម្នាក់អសកម្មឬមិនមានថ្នាក់ដឹកនាំណាមួយមកបំពេញការងារនោះក្រុមហ៊ុនច្បាស់ជាមានបញ្ហាព្រោះឯកសារការងារទាំងអស់វាស្ថិតនៅក្នុងប្រព័ន្ធគោលនយោបាយបុគ្គលិកអាចជួយក្រុមហ៊ុនឲ្យដឹងអ្នកដែលធ្វើនិងអ្នកដែលមិនធ្វើព្រោះ
ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់កាន់តែមានការខិតខំមួយកម្រិតទៀតនៅពេលដែលយើងអាចតាមដានការងាររបស់ពួកគេម្នាក់ៗបានល្អហើយដែលយើងធ្វើវាឡើងគឺដើម្បីវាស់វែងពីសមត្ថភាពនិងការខិតខំរបស់បុគ្គលិកព្រោះបើយើងនៅតែបន្តឲ្យពួកគេនៅតែធ្វើកិច្ចការនៅក្នុងមុខតំណែងដដែលថ្ងៃណាមួយពួកគេនឹងឈប់ពីក្រុមហ៊ុនរបស់យើងដោយសារតែមុខតំណែងនីមួយៗវាមានប្រាក់បៀវត្សទៅតាមដែនកំណត់របស់វាដែលយើងមិនអាចដំឡើងប្រាក់ខែឲ្យពួកគេលើសពីនឹងបានហេតុដូចនេះគោលនយោបាយបុគ្គលិកគឺជំរុញឲ្យបុគ្គលិកមានសិទ្ធិប្រកួតប្រជែងពេញលេញនិងបន្តបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីអាចបដូរមុខតំណែងរបស់ពួកគេម្នាក់ៗឲ្យបានកាន់តែល្អជាងមុននិងមានអត្ថប្រយោជន៍ខ្ពស់ជាងមុនទៅតាមសមត្ថភាពនិងអាយុកាលនៃការបំពេញការងាររបស់ពួកគេយុទ្ធសាស្ត្រទី3គឺទឹកត្រជាក់ត្រីកុំលោកបណ្ឌិតបន្ថែមថាជាធម្មតាបុគ្គលិកធ្វើការទាំងអស់តែងតែមានមេមានកាយប៉ុន្តែបើយើងអនុវត្តតាមគោលនយោបាយបុគ្គលិកទាំងស្រុងខ្លាំងពេកក៏ទៅមិនរួចដែរពោលគឺយើងត្រូវតែមានភាពស្និទ្ធស្នាលជាមួយបុគ្គលិកមិនមែនមានន័យថាយើងជាមេកូនចៅហៅខុសបន្តិចបន្តួចមិនបាននោះទេគឺយើងត្រូវតែគិតថាបុគ្គលិកជាទុនមួយមិនមែនគិតថាយើងជាមេយើងបញ្ជាគាត់បានស្រេចតែចិត្តនោះទេគឺយើងត្រូវទិញទឹកចិត្តគាត់ដោយការចេះសហការគ្នាឲ្យបានល្អមិនឲ្យមានការប្រកាន់បពពួកហើយឲ្យពួកគាត់ចេះសាមគ្គីគ្នាគោរពនៅទូនាទីរៀងៗខ្លួនបន្ថែមពីនេះយើងជាមេកុំចាំបាច់ប្រកែកប្រកាន់ឬចាំបាច់ត្រូវតែឲ្យពួកគេហៅនាយកឬលោកអគ្គនាយកនិងចាំបាច់ឲ្យពួកគេត្រូវសរសើរនោះទេព្រោះពាក្យសរសើរខ្លះគ្រាន់តែជាពាក្យសរសើរคล้ายៗតែប៉ុណ្ណោះការបង្ហាញពីលទ្ធផលការងារទៅជាសកម្មភាពពិតបើសិនជាយើងពិតជាបានចាត់ទុកពួកគេថាជាសមាជិកក្រុមមែនគឺហៅត្រឹមបងត្រឹមប្អូននោះយើងទិញបេះដូងរបស់ពួកគេបានហើយក្រៅពីនេះទៀតបើសិនជាមានពេលចុងសប្តាហ៍យើងទិញរបស់ញ៉ាំឬចេញទៅញ៉ាំអីជាមួយគ្នាបន្តិចបន្តួចបន្ថែមទៀតនោះយើងក៏អាចទិញយកបេះដូងរបស់ពួកគេបានដែររហូតមានពេលខ្លះនៅពេលដែលយើងធ្វើឲ្យពួកគាត់រស់នៅជាមួយយើងមានអារម្មណ៍ថាមានសុខដុមរមនាមានន័យថាយើងផ្ដល់ឱកាសឲ្យពួកគាត់មានការបណ្ដុះបណ្ដាលខ្លួនឯងមានឱកាសទទួលបានប្រាក់ខែខ្ពស់ធ្វើការនៅអត់មានជំទាស់ផលប្រយោជន៍អត់មានជំទាស់ថ្នាក់លើថ្នាក់ក្រោមឬមួយមានបពុនៅក្នុងក្រុមហ៊ុនទេនោះពួកគាត់សប្បាយចិត្តណាស់ពេកទៅហើយសឹងតែយើងឲ្យគាត់ប្រាក់ខែត្រឹម$500ហើយអ្នកផ្សេងទៀតឲ្យ$600អាចលើសមួយរយៈឬ200ក៏គាត់មិនចង់ចាក់ចែងដែរព្រោះគាត់អត់ទុកចិត្តអ្នកដទៃក្រៅពីយើងហេតុនេះគាត់ធ្វើការនៅស្ថាប័នយើងកាលបើយើងចេះសហការគ្នាចេះស្រឡាញ់គ្នាហើយមានមេដឹកនាំល្អមួយគឺបុគ្គលិកកាន់តែចូលចិត្តនិងពេញចិត្តណាស់ពេកទៅហើយជាពិសេសមានមេដឹកនាំដែលល្អវាប្រសើរជាងក្រុមហ៊ុនដែលល្អទៅទៀតព្រោះក្រុមហ៊ុនខ្លះគ្រាន់តែល្អឬអាចមានចំណូលច្រើនដែលយើងមើលទៅល្អហើយបើបុគ្គលិកមើលទៅក្រុមហ៊ុននោះមិនមានមេដឹកនាំល្អទេគឺគាត់មិនចូលចិត្តធ្វើការជាដាច់ខាតព្រោះបុគ្គលិកគាត់ធ្វើការមិនសង្ឃឹមថាលើក្រុមហ៊ុនទេគឺគាត់សង្ឃឹមទៅលើមេដឹកនាំល្អមានន័យថាគាត់អាចធ្វើការជាមួយមេដឹកនាំដែលអាចឲ្យគាត់មានឱកាសពង្រីកនៅសមត្ថភាពរបស់ពួកគាត់ទាំងចំណេះដឹងទាំងចំណេះធ្វើទាំងប្រាក់បៀវត្សនិងទូនាទីអ្វីដែលជាគោលការណ៍យើងជាមេដឹកនាំត្រូវតែមានការអនុគ្រោះឲ្យបានខ្ពស់បំផុតយើងកុំចេះតែប្រកាន់និងកុំចេះតែយករឿងអវិជ្ជមានបន្តិចបន្តួចទៅវាប្រហារនឹងនិយាយដើមបុគ្គលិកខ្លួនឯងឬយើងជាមេទៅបង្កើតបពុផ្សេងគឺយើងត្រូវតែជៀសវាងឲ្យបានយើងត្រូវតែធ្វើក្នុងនាមជាអាជ្ញាកណ្ដាលឪពុកម្ដាយដែលអាចឲ្យកូនឬសមាជិកក្រមអាវ៉ាត់របស់ពួកយើងមានអារម្មណ៍មួយថាយើងជាមេដែលមានយុត្តិធម៌មានក្រមសីលធម៌មានមេត្តាធម៌និងគុណធម៌យុទ្ធសាស្ត្រទី4គឺធ្វើជាមេដឹកនាំដែលអាចបង្កើតអ្នកដឹកនាំលោកបណ្ឌិតបន្តលើកឡើងទៀតថាតាំងនាមជាអ្នកដឹកនាំម្នាក់បើយើងមិនបានបែងចែកអ្នកដែលធ្វើល្អទទួលបានផលល្អទេគឺវាអត់បានការអីទេអញ្ចឹងចាំបាច់ណាស់ដែលយើងត្រូវតែស្វែងរកឲ្យឃើញអំពីការវាស់វែងនិងតម្លៃនៃការបំពេញកិច្ចការរបស់ពួកគេម្នាក់ៗហើយបើរកឃើញថាគាត់ពិតជាបំពេញការងារបានល្អដាច់ខាតយើងត្រូវតែមានប្រាក់រង្វាន់លើកទឹកចិត្តតាមរយៈគោលនយោបាយបុគ្គលិកនៅក្នុងនោះផងដែរគឺយើងត្រូវមានផ្ដល់ប្រាក់លើកទឹកចិត្ត
ជូនគាត់នឹងប្រាក់វាតម្លៃបើកាលណាយើងឃើញគាត់បានបំពេញកិច្ចការបានត្រឹមកម្រិតចាប់ពី 80% ឡើងទៅយើងត្រូវតែមានការផ្ដល់អ្វីម្យ៉ាងដើម្បីលើកទឹកចិត្តជូនគាត់ហើយជាពិសេសទៅទៀតនោះក្នុងនាមជាអ្នកដឹកនាំបើយើងគ្រាន់តែធ្វើជាអ្នកដឹកនាំដែលយើងមិនអាចអភិវឌ្ឍបុគ្គលិករបស់យើងឲ្យคล้ายទៅជាអ្នកដឹកនាំនោះបានទេមានន័យថាយើងមិនទាន់คล้ายជាអ្នកដឹកនាំពិតប្រាកដនៅឡើយទេហើយបុគ្គលិកនោះឯងក៏គ្មានឱកាសរីឯយើងក៏គ្មានឱកាសដែរមានអ្នកខ្លះគាត់តែងតែគិតថាបើសិនជាបង្រៀនបុគ្គលិកឲ្យចេះទៅខ្លួនហាក់បីដូចជាគ្មានតម្លៃព្រោះបើកាលណាពួកគេបញ្ជូនបុគ្គលិកឲ្យទៅរៀនបានខ្ពស់ទៅខ្លាចខ្មាស់បុគ្គលិកការពិតការយល់ឃើញបែបនេះគឺខុសស្រឡះកាលណាយើងជាអ្នកដឹកនាំយើងចាំបាច់ត្រូវតែបង្រៀនបុគ្គលិករបស់យើងឲ្យคล้ายទៅជាអ្នកដឹកនាំតាមរយៈការបង្រៀនចេញពីយើងផ្ទាល់និងតាមរយៈបញ្ជូនពួកគាត់ឲ្យទៅរៀននៅខាងក្រៅនេះហើយគេហៅថាជាអ្នកដឹកនាំហើយក្នុងនោះទៀតសោតលោកបណ្ឌិតគិតថាបុគ្គលិកពួកគាត់ចេះពិចារណាហើយថាកន្លែងណាដែលគាត់នៅវាមានឱកាសនិងកន្លែងណាដែលគាត់នៅវាមិនមានឱកាសម្ល៉េះហើយបុគ្គលិកភាគតិចណាស់ដែលគាត់ចង់នៅទីតាំងដែលមិនមានឱកាសភាគច្រើនគឺពួកគាត់ចង់នៅកន្លែងដែលមានឱកាសដើម្បីពង្រីកសមត្ថភាពរបស់ពួកគាត់ព្រោះពួកគាត់មិនមែនមកធ្វើការដើម្បីតែលុយទេគឺគាត់ធ្វើការចង់បានបទពិសោធន៍និងចំណេះដឹងផងដែរអញ្ចឹងកាលណាយើងពង្រឹងចំណេះដឹងបុគ្គលិកយើងឲ្យបានខ្លាំងរហូតមានពេលខ្លះគាត់អាចចេះជាងយើងក៏ថាបានទោះមិនចេះទាំងអស់ក៏មានចំណុចណាមួយគាត់ចេះជាងយើងដែរព្រោះថាយើងយកបុគ្គលិកមិនមែនគ្រាន់តែសម្រាប់ប្រើកុំយល់ច្រឡំឲ្យសោះបុគ្គលិកដែលយើងយកមកគឺជាបុគ្គលិកដែលធ្វើការជូនយើងហើយផ្ដល់យោបល់ជូនយើងទៀតដូច្នេះហើយគាត់សប្បាយចិត្តណាស់នៅពេលដែលគាត់បានបញ្ចេញគំនិតហើយយើងព្រមយកទៅអនុវត្តតាមគំនិតគាត់តែបើបុគ្គលិកយើងយកមកហើយចាំតែយើងបញ្ជាគឺពិបាកជោគជ័យណាស់ម្ល៉េះហើយបុគ្គលិកដែលបានជោគជ័យនឹងមានភាពរីករាយជាមួយការងារជាបុគ្គលិកដែលមានមោទនភាពបំផុតព្រោះពួកគាត់មានឱកាសក្នុងការផ្ដល់យោបល់គាត់មានឱកាសក្នុងការបញ្ចេញថ្វីដៃមានន័យថាគាត់បាននឹងកំពុងធ្វើការងារមួយដែលមានគំនិតរបស់គាត់ដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានការទទួលខុសត្រូវខ្ពស់ចំពោះអ្វីដែលខ្លួនបានផ្ដល់ទៅឲ្យក្រុមហ៊ុនដូច្នេះគាត់មានមោទនភាពខ្លាំងណាស់ព្រោះគាត់បាននៅក្នុងស្ថាប័នមួយដែលមានឱកាសបញ្ចេញអស់ពីសមត្ថភាពហើយគេឲ្យគាត់បញ្ចេញគាត់មានលទ្ធភាពបញ្ចេញនិងពេលទទួលបានជោគជ័យគាត់ទទួលបានប្រាក់ខែខ្ពស់ទាំងនេះហើយដែលជាកត្តាធ្វើឲ្យគាត់កាន់តែចង់នៅជាមួយយើងកាន់តែខ្លាំងឡើងទី5នោះគឺលក្ខណៈសម្បត្តិនៃការគ្រប់គ្រងធនធានមនុស្សរបស់ Monroe Group ដើម្បីជោគជ័យលើការគ្រប់គ្រងលោកបណ្ឌិតមុនីវ៉ាន់បានលើកឡើងថាយើងត្រូវតែយកមនុស្សដែលមានសមត្ថភាពមកគ្រប់គ្រងមនុស្សពីរប្រភេទគឺមនុស្សមានសមត្ថភាពនិងមនុស្សអសមត្ថភាពដោយការលើកឡើងទៀតថាភាគច្រើនក្រុមហ៊ុនមួយចំនួនគាត់ស្ដាយដែលយកអ្នកចេះមកធ្វើការជាមួយគាត់ព្រោះគាត់មិនចង់ចំណាយទុនច្រើនទៅលើការប្រើប្រាស់ធនធានមនុស្សដោយពួកគាត់មិនបានគិតឲ្យបានល្អិតល្អន់ឡើយថាក្រុមហ៊ុនរីកចម្រើនឬក្រុមហ៊ុនបរាជ័យភាគច្រើនដោយសារមូលហេតុអ្វីឲ្យពិតប្រាកដគឺដោយសារធនធានមនុស្សនឹងឯងពោលគឺក្រុមហ៊ុនមួយមានដំណើរការល្អជាងក្រុមហ៊ុនមួយទៀតគឺដោយសារក្រុមហ៊ុននោះគេបានដាក់ចេញនៅគោលនយោបាយនិងយុទ្ធសាស្ត្រល្អជាងដូច្នេះហើយបើយើងខ្វះធនធានមនុស្សគឺយើងចាញ់គេហើយមួយទៀតបើកាលណាយើងរើសធនធានមនុស្សមិនគ្រប់គ្រាន់មកយើងទៅប្រកបរបរអីក៏ពិបាកនឹងទៅមុខដែរមានន័យថាបើសិនជាយើងមិនអាចយកធនធានមនុស្សដែលអាចបង្កើតធនធានមនុស្សថ្មីទៀតបានទេនោះយើងក៏មិនអាចធ្វើឲ្យក្រុមហ៊ុនយើងមានការពង្រីកខ្លួនទៅរកលទ្ធផលថ្មីបានដែរព្រោះកិច្ចការមួយចំនួនវាមិនមែនយើងជាអ្នកបង្កើតទាំងអស់នោះទេដូចជាក្រុមហ៊ុន Monroe Group ដែលមានរបរច្រើនពេលខ្លះគឺបុគ្គលិកជាអ្នកបែកគំនិតនៅក្នុងការពង្រីកសមត្ថភាពសេវាកម្មនិងផលិតផលថ្មីៗផ្សេងទៀតដើម្បីបន្ថែមពីលើអ្វីដែលយើងមានស្រាប់ដូច្នេះហើយយើងចាំបាច់ត្រូវតែរើសមនុស្សដែលមានធនធានមានន័យថារើសមនុស្សដែលមានចំណេះដឹងហើយសូមកុំខ្លាចក្នុងការជ្រើសរើសមនុស្សដែលមានចំណេះដឹងឬមិនហ៊ានចំណាយទៅលើមនុស្សដែលមានចំណេះដឹងឲ្យសោះយុទ្ធសាស្ត្រទី6នោះគឺប្រៀបជាមួយអ្នកខ្លាំងទើបមើលឃើញពីចំណុចខ្សោយរបស់យើងជាចុងក្រោយលោកបានលើកឡើងជាយោបល់ថាក្នុងនាមយើងជាពលរដ្ឋខ្មែរដើម្បីភាពរីកចម្រើនទាំងក្នុងក្រុមហ៊ុនក្នុងក្រុមគ្រួសារនិងសង្គមជាតិបើសិនជាយើងនិយាយអំពីចំណេះដឹងនៅក្នុងប្រទេសជាសមាជិកអាស៊ានប្រជាជនយើងក៏មានចំណេះដឹងនៅមានកម្រិតទាបណាស់
និយាយបែបនេះមិនមែនមានន័យថាយើងចង់ប្រៀបធៀបជាមួយប្រទេសដែលអន់ជាងគេនោះទេគឺចង់និយាយជាមួយប្រទេសដែលល្អព្រោះយើងរស់នៅក្នុងសង្គមមួយនឹងគេដែរយើងកុំប្រៀបធៀបជាមួយអ្នកអន់ជាងយើងគឺយើងត្រូវតែប្រៀបធៀបជាមួយអ្នកដែលខ្លាំងជាងយើងទើបយើងដឹងថាយើងខ្សោយប៉ុណ្ណាដូច្នេះហើយនៅក្នុងនាមយើងជាពលរដ្ឋខ្មែរកុំចេះតែបណ្ដោយខ្លួនផ្សងទៅតាមសំណាងខ្លាំងពេកព្រោះមនុស្សភាគច្រើនឈរនៅលើ3កម្រិតដើម្បីភាពរីកចម្រើននិងសមត្ថភាពនៃការប្រកួតប្រជែងទី1គឺជាប្រភេទមនុស្សដែលរស់នៅចាំក្រុមគ្រួសារនិងចាំឲ្យសង្គមជួយពោលគឺមានន័យថាពួកគេអត់សូវបានប្រឹងប្រែងខ្លួនឯងទេគឺពួកគាត់តែងតែចាំមើលថាតើគ្រួសារជួយអីដល់គាត់ហើយសង្គមជួយអីដល់គាត់ទី2គឺគាត់ជាប្រភេទមនុស្សរំពឹងគ្រួសារខ្លះរំពឹងលើសមត្ថភាពខ្លួនឯងខ្លះគាត់ជាប្រភេទមនុស្សចង់ចេះចង់ដឹងផងដែរតែចង់ចេះចង់ដឹងដោយប្រយោលចង់ធ្វើដែរតែចង់ធ្វើគេហៅថាធ្វើចុងដៃចុងជើងចង់រៀនដែរតែចង់រៀនឲ្យតែបង្ក្រប់កិច្ចធ្វើការដែរតែធ្វើការឲ្យបានតែមួយរស់ទី3គឺជាប្រភេទមនុស្សដែលព្រមទទួលយកការអប់រំខ្ពស់មានក្រមសីលធម៌ខ្ពស់ចេះចង់ជួយគ្រួសារសង្គមប្រទេសជាតិនិងចង់ជួយពិភពលោកទាំងមូលយើងក៏ដូចនេះដែរគឺត្រូវតែធ្វើជាមនុស្សចង់ចេះចង់ដឹងហើយចង់ធ្វើហើយយើងធ្វើវាព្រោះមានមនុស្សខ្លះបានតែត្រឹមតែចង់អត់ហ៊ានធ្វើទេអ្នកដែលចង់ចេះច្រើនណាស់តែគេអត់រៀនអ្នកដែលគេចង់ធ្វើក៏ច្រើនណាស់ដែរតែគេអត់ធ្វើចំពោះមនុស្សដែលអាចក្លាយទៅជាអ្នកដឹកនាំពិតប្រាកដគឺជាប្រភេទមនុស្សដែលមិនជិលច្រអូសទេតែជាប្រភេទមនុស្សមួយដែលចង់ចេះចង់ដឹងចង់ធ្វើហើយធ្វើវាធ្វើហើយធ្វើទៀតធ្វើហើយដឹកនាំគេធ្វើថែមទៀតនោះទើបអាចឲ្យប្រទេសជាតិយើងរីកចម្រើនទៅមុខបានល្អសរុបសេចក្តីមកក្រុមហ៊ុនម៉ុងរទ្ធីមានយុទ្ធសាស្ត្រក្នុងការជ្រើសរើសបុគ្គលិកទី1គឺរើសនិងរៀបចំក្រុមឲ្យត្រូវទី2បង្កើតគោលនយោបាយបុគ្គលិកទី3ទឹកត្រជាក់ត្រីកុំទី4ធ្វើជាមេដឹកនាំដែលអាចបង្កើតអ្នកដឹកនាំទី5លក្ខណៈសម្បត្តិនៃការគ្រប់គ្រងធនធានមនុស្សរបស់ម៉ុងរទ្ធីគ្រប់និងទី6ប្រៀបជាមួយអ្នកខ្លាំងទើបមើលឃើញពីចំណុចខ្សោយរបស់យើងអូខេបងប្អូនអ្នកនាងការលើកយកអត្ថបទស្ដីពីយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សរបស់ម៉ុងរទ្ធីគ្រប់បានមកដល់ទីបញ្ចប់ត្រឹមនេះសូមអរគុណបងប្អូនទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការស្ដាប់តាំងពីដើមរហូតដល់ចប់សូមបងប្អូនបន្តការគាំទ្រដល់ Channel របស់ខ្ញុំសម្រាប់បងប្អូនថ្មីៗដែលមិនទាន់បានចុច like និង subscribe ជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមបងប្អូនទាំងអស់មានសុខភាពល្អសូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ